Nay máក្រោយតពីវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់គាត់នៅប្រេស៊ីលវិញចូលរួមជាមួយនឹងក្រុមបាល់ទាត់អឺសាន់តូនៃម៉ាក៏បានធ្វើការបង្ហាញទម្រង់លេងតាមរយៈការទាត់បាល់ corner kick យ៉ាងអស្ចារ្យបំផុតធ្វើឲ្យក្រុមបាល់ទាត់បានន័យថាមានគ្រាប់ឲ្យទៅក្រុមចាស់របស់គាត់គឺក្រុមបាល់ទាត់សាន់តូហើយបច្ចុប្បន្នគាត់លេងបាន6ប្រកួតស៊ុបបាន2គ្រាប់ឲ្យក្រុមបាល់ទាត់សាន់តូដែលជាក្រុមចាស់ការពិតនៃម៉ានេះគាត់ធ្លាប់លេងឲ្យសាន់តូតាំងពីឆ្នាំ2009ដល់ឆ្នាំ2013គាត់លេងបាន177ប្រកួតស៊ុបបាន107គ្រាប់ហើយ2013គាត់ផ្ទេរមកបាសេក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពេលនោះគឺដូចជាប្រមាណដូចជា80លានអឺរ៉ូគាត់នៅបាសេទិញពីសាន់តូមកប៉ុន្តែក្នុងកំឡុងពេលដែលគាត់ចាយពេលនៅបាសេឡូណារយៈពេលប្រហែល2017ដល់2023 2013ដល់2017វាមួយឆ្នាំ2013ដល់2017ត4ឆ្នាំនោះគាត់លេងបាន123ប្រកួតស៊ុតបាន68គ្រាប់ហើយ2023ផ្ទេរទៅប៉ារីសបំបីកំណត់ត្រាដ៏ធំសម្បើមមួយទៀតនៅក្នុងពិភពបាល់ទាត់ការផ្ទេរនេះគឺបាសេបានលុកនៃម៉ាក្នុងតម្លៃប្រមាណដូចជា222លានអឺរ៉ូដែលជាតម្លៃកីឡាករនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់មិនដែលមានទាល់តែសោះពីមុនមកគឺថ្លៃកប់ប្រពោហ្មងពេលដែលបាសេលុកនៃម៉ាឲ្យទៅប៉ារីស222លានអឺរ៉ូការនៅប៉ារីសនៃម៉ាលេងបានប្រមាណដូចជា2017ដល់2023 6ឆ្នាំបង្ហាញខ្លួនបាន112ប្រកួតស៊ុតបាន82គ្រាប់ហើយផ្ទេរមកអាល់ហ៊ីឡាល់2023ដល់25មួយឆ្នាំជាងបង្ហាញខ្លួនបាន3ប្រកួតគត់អត់មានគ្រាប់សោះដេកឈឺសុតហ្មងតែឈ្នះបានពាន3ទៀតជាមួយអាល់ហ៊ីឡាល់អត់បានលេងទេគឺអត់បានលេងសុតហ្មងសម្រាប់នៃម៉ានៅពេលដែលផ្ទេរមកកាន់ទឹកដីអារ៉ាប់គាត់តែសួរថាម៉េចបានអាល់ហ៊ីឡាល់ចាយលុយសម្បើមនៅពេលដែលយកនៃម៉ាមកហើយនៃយកនៃម៉ាមកអត់បានលេងទីរបួសទៀតគឺយកមកគឺយកដេកស៊ីប្រាក់ខែសុកមកតែអាល់ហ៊ីឡាល់នៅតែបានន័យថានៅតែមានមហិច្ឆតាចង់បានអានៃម៉ាបច្ចុប្បន្ននៃម៉ាចេញហើយចោលទាំងលុយប្រហែលដូចជា70លានទៀតបានន័យថា clear ចោលខ្ជិលពួកគាត់ចេញមុនកងត្រាគាត់ត្រឡប់ទៅសាន់តូវិញហើយបច្ចុប្បន្នគាត់លេងរៀងខ្លាំងក្លាដូចមុនដែរព្រោះឥឡូវនេះគាត់លេងបាន6ប្រកួតឲ្យសាន់តូសុទ្ធបាន2គ្រាប់ហើយទម្លាយរឿងនៃម៉ាបន្តិចនៃម៉ាក៏ធ្លាប់និយាយឥឡូវនេះគាត់បានបញ្ចេញរឿងរ៉ាវពីមុនរបស់គាត់គាត់ថាក្នុងកំឡុងពេលដែលគាត់សម្រេចចិត្តមកបាសេពេលនោះប្រធានក្លឹបរបស់ Real Madrid គឺលោក Florentino Perez បានតាក់ទងទៅឪពុករបស់គាត់ផ្ទាល់ហ្មងឪពុករបស់ណេម៉ាដើម្បីចរចាយកណេម៉ាមកកាន់ទឹកដីអេស្ប៉ាញជាមួយនឹងក្រុមបាល់ទាត់ Atletico Real Madrid ហើយ Florentino Perez គាត់បាននិយាយថាណេម៉ាចង់បានប្រាក់ខែប្រមាណ1គុណនឹង3ក៏គាត់ព្រមឲ្យដែរឲ្យតែណេម៉ាមកចូលរួមជាមួយនឹង Real Madrid ក៏ប៉ុន្តែរឿងមួយដែលណេម៉ាបដិសេធចំពោះសំណើដ៏មហិមានេះចំពោះផលប្រយោជន៍ហេរ៉ាញ់វត្ថុដ៏សម្បើមមួយនេះគឺណេម៉ាគាត់គិតថាគាត់យករ៉ូណាល់ឌីញ៉ូជា idol គាត់គិតថារ៉ូណាល់ឌីញ៉ូគឺជា legendary របស់គាត់អញ្ចឹងគាត់យកលំនាំតាមរ៉ូណាល់ឌីញ៉ូគាត់លេងនៅបាសេឡូណាអញ្ចឹងក៏គាត់សម្រេចចិត្តផ្ទេរទៅបាសេឡូណាវិញជំនួសការផ្ទេរមកកាន់ទឹកដី Real Madrid កន្លែងហ្នឹងហើយដែលណេម៉ាគាត់សម្រេចចិត្តទៅបាសេហើយធ្វើឲ្យ Real Madrid ខកចិត្តជាខ្លាំងក៏ប៉ុន្តែមិនដែលមានអ្នកណាដឹងរឿងហ្នឹងទេណាអត់ដែលមានអ្នកណាដឹងរឿងហ្នឹងទេអត់ដឹងរឿងហ្នឹងទេហើយរឿងហ្នឹងត្រូវបានលាក់ទុករយៈពេលជិត20ជាងមកជិតគេថាជិត20ឆ្នាំហើយសម័យតណៃម៉ាដែលជាសម័យខ្លួនក៏គាត់មិនដែលប្រាប់ទៅកាន់សារព័ត៌មានទៅតែពេលហ្នឹងទេគាត់ទម្លាយប្រាប់សារព័ត៌មាននៅពេលដែលគាត់ផ្ទេរទៅស្រុកកំណើតវិញជាមួយក្លឹបបាល់ទាត់សាន់តូគាត់ថាពេលហ្នឹងបើគាត់សម្រេចចិត្តមក Real Madrid ប្រធានក្លឹប Real គឺលោក Florentino Perez ហ៊ានឲ្យប្រាក់ខែគាត់1គុណ3តាមអ្វីដែលគាត់ចង់បានតែណេម៉ាអត់ទៅព្រោះដោយសារគាត់គិតបានតែគាត់យកលំនាំតាមអតីតកីឡាកររបស់ប្រេស៊ីលគឺរ៉ូណាល់ឌីញ៉ូអញ្ចឹងក៏គាត់សម្រេចចិត្តទៅបាសេវិញណេម៉ាបើនិយាយពីកីឡាករម្នាក់នៅក្នុងវិស័យបាល់ទាត់គាត់មិនជោគជ័យខ្លាំងពេកទេគាត់មិនជោគជ័យខ្លាំងណាស់ហើយគាត់ជាកីឡាករម្នាក់ដែលមិនទាន់ឈ្នះបាល់ឡុងដរដូចគ្នានេះរឿងណេម៉ាអត់ទាន់ឈ្នះបាល់ឡុងដរនៅឡើយទេវ័យបច្ចុប្បន្ន33ឆ្នាំអត់ទាន់ឈ្នះបាល់ឡុងដរសូម្បីតែម្ដងនៅក្នុងអាជីពបាល់ទាត់បាល់ឡុងដរក៏អត់FIFA Best Player of the Year ក៏អត់និយាយទៅណេម៉ាអត់ទាន់ឈ្នះទេសម្រាប់ពានបុគ្គលហើយអាជីពរបស់គាត់បើទល់នឹងពេលនេះក៏គាត់បានន័យថាគាត់ទៅហើយបាទគាត់ទៅមែនតើគាត់មិនអាចមកប្រកបអាជីពឬក៏លេងនៅតំបន់អឺរ៉ុបទៀតបានទេ
ព្រោះពេលនេះគាត់ចង់លេងបំពេញហៅថាអារម្មណ៍ចុងក្រោយជាការគោរពទៅកាន់ក្លឹបចាប់របស់គាត់នៅប្រេស៊ីលជាមួយនឹងក្រុមបាល់ទាត់សាន់តូសតែប៉ុណ្ណោះនេះគឺជាចក្ខុវិស័យរបស់ណេម៉ាល់ហើយរឿងមួយទៀតពូអាណិតដែរទៅសាន់តូសវិញផាសអាប់ក៏អត់មានតាក់ស៊ីក៏អត់មានរាល់ថ្ងៃទៅហាត់បាល់នៅសាន់តូសទៅលេងបាល់នៅសាន់តូសជិះហេលីកូបទ័រទេណាអត់មានលុយជិះផាសអាប់ទេគិតថាជិះតាក់ស៊ីវាច្រើនពេកសូម្បីតែជិះផាសអាប់ក៏អត់មានលុយផងអញ្ចឹងគ្នានឹងជិះរាល់ថ្ងៃនេះជិះធម្មពេកចាក់ទេទៅហាត់បាល់ផងទៅលេងការប្រកួតឲ្យសាន់តូសផងនេះក៏ជារឿងដែលគួរអាណិតដែរសម្រាប់ណេម៉ាល់អើយជីវិតមិនគួរសោះណេម៉ាល់ធ្លាក់ខ្លួនមកនេះដល់ថ្នាក់ជាហេលីកូបទ័រទៅលេងទៅហាត់បាល់នៅសាន់តូសអញ្ចឹងបានថាវាសនាមនុស្សមើលមិនឃើញ